ចេកជាដំណាំផ្លែមួយប្រភេទដែលពេញនិយមដាំនៅស្រុកខ្មែរនិងប្រទេសនៅតំបន់អាស៊ីផ្សេងៗទៀតនៅស្រុកខ្មែរយើងពូជចេកដែលគេនិយមដាំរួមមានចេកណាំវ៉ាចេកផុងមាន់ចេកអំបូងខៀវនិងចេកអំបូងមាសឬអំបូងលឿងជាដើមមុននឹងបានផលយើងត្រូវអនុវត្តតាមបច្ចេកទេសនៅក្នុងការដាំដុះដើមចេកដោយយើងត្រូវចាប់ផ្ដើមពីការជ្រើសរើសពូជចេកនិងបណ្ដុះពូជក៏ដូចជារៀបចំដីតែពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតរហូតដល់ការប្រមូលផលខាងក្រោមនេះជាបច្ចេកទេសមួយចំនួននៅក្នុងការថែទាំដើមចេក 1. ការសម្អាតស្មៅស្មៅជាកត្តាចុងក្រោយមួយសម្រាប់ដំណាំចេកដោយវាអាចស្រូបយកសារធាតុចិញ្ចឹមនានាពីដើមនេះបងប្អូនកសិករយើងអាចសម្អាតស្មៅតាមរយៈការប្រើចប់ចម្រាស់ភ្ជួរដោយនឹងកលគោឬប្រើកយន្តក៏បានដើម្បីការពារបរិស្ថាននិងគុណភាពដីយើងត្រូវកាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់ស្មៅ 2. ការជ្រោយគល់និងដាក់ជីបន្តមកទៀតនៅពេលដែលចេករាងធំលួតបន្តិចហើយយើងត្រូវជ្រោយគល់និងគ្របគល់ចេកជាមួយនឹងសម្រាមឬស្លឹកឈើស្ងួតនៅក្បែរខាងការធ្វើបែបនេះអាចជួយរក្សាសំណើមដីនិងបន្ថែមជីទៀតផងជាមួយគ្នានេះដែរយើងអាចដាក់ជីលាមកសត្វឬជីកំប៉ុស្តបន្ថែមដើម្បីបន្ថែមជីវជាតិដី 3. ការស្រោចទឹកចេកជាដំណាំមួយត្រូវការទឹកជាប្រចាំដូច្នេះហើយយើងត្រូវយកចិត្តទុកដាក់នៅក្នុងការស្រោចទឹកនៃចំការចេកតាំងពីពេលដែលយើងដាំដំបូងមកទោះជាចេកត្រូវការទឹកច្រើនមែនតែទឹកច្រើនពេករហូតដល់ថ្នាក់ជាមទឹកក៏មិនសូវល្អដែរដូច្នេះហើយយើងត្រូវមានប្រព័ន្ធបង្ហូរទឹកចេញពីចំការដើម្បីរំដោះទឹកភ្លៀង 4. ការយកចិត្តទុកដាក់ថែទាំផ្លែយើងត្រូវកាត់កូនចេកដែលលាស់ចេញពីដើមមេដោយទុកឲ្យមានមួយឬពីរដើមប៉ុណ្ណោះក្នុងមួយគុម្ពសម្រាប់ចេកអំបូងរីឯចេកពងមាន់វិញយើងអាចទុកបាន2ទៅ4ដើមការធ្វើដូច្នេះដើម្បីឲ្យដើមបច្ចេកអាចចេញផ្លែរីកលូតលាស់បានល្អក្រៅពីនេះយើងត្រូវច្រកផ្លែនឹងថង់ប្លាស្ទិកដើម្បីការពារការបំផ្លាញពីសត្វល្អិតនានា 5. ការគ្រប់គ្រងសត្វល្អិតនិងជំងឺកសិករយើងត្រូវស្គាល់ច្បាស់ពីប្រភេទសត្វចង្រៃនិងជំងឺនានាដែលតាមយាយីដើមចេកសត្វចង្រៃមួយចំនួនដូចជាខ្ញុងចាយបៃតងឬចាយខ្មៅដង្កូវក្នុងដៃនិងដង្កូវម៉ូស្លឹកចំណែកឯជំងឺវិញរួមមានជំងឺអ៊ុចស្លឹកនិងជំងឺបួវិធីសាស្ត្រនៅក្នុងការគ្រប់គ្រងសត្វល្អិតនិងជំងឺទាំងនេះអាចមានវិធីផ្សេងៗគ្នាដើម្បីឆ្លើយតបនឹងប្រភេទជំងឺនិងសភាពការជាក់ស្ដែងយ៉ាងណាមិញស្របពេលដែលជំងឺនានានៅមិនទាន់មានថ្នាំព្យាបាលយើងអាចកាត់ចោលនៅស្លឹកណាដែលប៉ះពាល់ឬឈានទៅដល់ដកដើមចាញ់ហើយយកទៅដុតចោលដើម្បីបង្ការកុំឲ្យឆ្លងទៅដើមផ្សេងៗទៀតចូលចិត្តតាមដានឬចែករំលែកមាតិកាកសិកម្មកុំភ្លេចចុច like និង follow ផេកកសិ